អាកាសធាតុក្តៅត្រជាក់គឺជារឿងធម្មតាតែអ្វីដែលម៉ែឪចង់ឲ្យកូនគិតពិចារណាគឺដួងចិត្តរបស់ម៉ែឪក៏ត្រូវការភាពកក់ក្តៅពីកូនដែរបើកូនផ្ដល់ភាពកក់ក្តៅផ្លូវកាយហើយក៏កុំភ្លេចផ្ដល់ភាពកក់ក្តៅផ្លូវចិត្តផងណាកូនពុកម៉ែចូលរារងាយកាយាពិតជាឯកាភត្រាស្រពោនចាំបាច់ស្ងាត់ដំណឹងកូនអោបុតមានស្នួនម្ដេចកូនបាត់ឈឹងពុកម៉ែនឹកណាស់ពេលចាស់ចូលរាខែក្តៅខែរងាតែងតែរំពឹងចង់ឃើញភ័ក្រកូនបាត់សូនដំណឹងកេងគិតសិញ្ចឹងសំឡឹងមុខផ្ទះ